ការខាងរំពេញលោកចេះខ្មាស់គ្នាបកទេនេះមកតាមរបស់លោកតែបាត់លុយភៀវបកទេដោយសារការដាក់កន្លែងម៉ាស្សាកន្លែងបន្លំលុយភៀវនេះលោកចេះខ្មាស់គ្នាបកទេហ៎ទៅតាមផ្លូវដល់មាត់ទន្លេនេះហើយគេថាអស់លោកចូលមកក្រាបអស់ហើយខ្ញុំស្ដាយអញ្ចឹងលោកបានជាពលមានអត់តែខ្ញុំស្ដាយប្រហែលដល់ប្រហែលស្ដាយនេះកន្លែងចាស់ខ្ញុំស្ដាយបាត់លុយភៀវឥឡូវបាយវិញដែរអានឹងថាបានលៀបការអត់ពួកនឹងមកខាងបានទេខ្មាស់គេណាចូលម៉ាស្សានៅដូនពេញភ្ញៀវបរទេសត្រូវគេបន្លំលុយសុទ្ធដាក់លុយคล้ายៗ$1000ភ្នំពេញភ្ញៀវទេសចរជនជាតិប៉ាគីស្ថានម្នាក់បានស្រែករកយុត្តិធម៌បន្ទាប់ពីចូលម៉ាស្សានៅតំបន់មាត់ទន្លេក្នុងខិនដូនពេញត្រូវបានបុគ្គលិកលួចបន្លំយកលុយសុទ្ធ$1000ហើយដាក់លុយคล้ายៗចំនួនវិញកាលពីយប់ថ្ងៃទី9ខែកុម្ភៈក្រោយកើតហេតុក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់ពីទីតាំងករណីនេះអ្នកសារព័ត៌មានបានរិះគន់ចំទៅកាន់អាជ្ញាធរខណ្ឌដូនពេញចំពោះភាពកំសាយក្នុងការបង្ក្រាបដោយទីតាំងម៉ាស្សាទាំងនេះតែងតែបង្កបញ្ហាដដែលបិទហើយបើកវិញធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសជាតិនិងវិស័យទេសចរណ៍